ខ្ញុំឈ្មោះសេងចាណាមានអាយុ39ឆ្នាំដើមឡើយក្រុមការងារ Prudential គាត់បានណែនាំឲ្យមានកញ្ចប់ Prudential ដើម្បីការពារអាយុជីវិតពួកខ្ញុំក៏ពិភាក្សាគ្នាថាការទិញនឹងអាចជាល្អសម្រាប់កូនខ្ញុំទៅអនាគតបើខ្ញុំសម្រេចចិត្តទិញកញ្ចប់ធានារ៉ាប់រង Prudential ដែលមានឈ្មោះថាព្រោះអនាគតកូនខ្ញុំចេញទៅខាងក្រៅទៅមានបរិស្ថានជុំវិញខ្លួនយើងគេថាអូឯងទៅទិញអីធានារ៉ាប់រងគឺគ្មានតែបានការពារអីណាមកវិញឲ្យពេលទៅពិភាក្សាពីអ្នកប្តីប្រពន្ធប្តីខ្ញុំជាអ្នកផ្ដល់កម្លាំងចិត្តថាអូនឯងកុំជឿបងទៅដើម្បីអនាគតឯដល់ពេលអញ្ចឹងពីអ្នកប្តីប្រពន្ធខ្ញុំក៏សម្រេចចិត្តទិញនៅកញ្ចប់ធានារ៉ាប់រងទៅក្នុងអំឡុងឆ្នាំ2024ហ្នឹងគាត់មានការជំងឺមហារីកដំណាក់កាលទី4អញ្ចឹងគាត់ថាពេលដែលគាត់នៅមានដង្ហើមអញ្ចឹងពួកយើងមិនបានទិញ Prudential ទេតាបើបងមិនទៅអាចខលទៅ Prudential ដើម្បីមានកញ្ចប់ការពារកូនដល់ពេលចុងក្រោយទៅគាត់ជាបានអាជាអញ្ចឹងគាត់ក៏ទទួលមរណភាពទៅទទួលមរណភាពនឹងហើយក្រុមការងារ Prudential គាត់ធ្វើការងារនឹងរត់ឯកសារឲ្យបានចប់សពគ្រប់សិនចាំគាត់ផ្ដល់ព័ត៌មានបន្តថែមទៀតខាងពួកខ្ញុំដែលជាភ្នាក់ងារផ្ទាល់ក៏ប្រាប់គាត់តាក់ទងជាមួយនឹងឯកសារដែលយើងត្រូវការដើម្បី process ដំណើរការទាមទារសំណងនឹងនៅពេលដែលខ្ញុំរៀបចំឲ្យគាត់ឲ្យអស់ខាងក្រុមហ៊ុនអនុម័តទៅលើការទាមទារសំណងនឹងទឹកប្រាក់ទាំងអស់ហ្នឹងគាត់អាចយកស្រួលនៅពេលដែលគាត់មានបញ្ហាក៏ដូចជាការចាយវាយគាត់បានមកគ្រាដែរខ្ញុំភ្នាក់ងារផ្ទាល់សប្បាយចិត្តទី1ទី2ក៏គិតថាសំណាងដែរដែលគាត់មានកញ្ចប់ធានារ៉ាប់រងមួយខាងពួកយើងអញ្ចឹងបើសិនជាគាត់អត់មានកញ្ចប់ធានារ៉ាប់រងអាយុជីវិតមួយខាងពួកយើងទេគាត់អាចបាត់បង់ចំណូលមួយផ្នែកហើយអត់មានចំណូលទៅវិញមួយផ្នែកទៀតសំណងចំនួនទឹកលុយ15020ហ្នឹងគឺជួយទៅលើជីវភាពបានច្រើនណាស់សម្រាប់នៅជីវភាពប្រចាំថ្ងៃជាមួយនឹងការបង់ថ្លៃសាលាកូននិងថ្លៃទឹកថ្លៃភ្លើងការចាយវាជារៀងរាល់ថ្ងៃហ្នឹងធូរស្រាលជាងមុនបន្តិចមែនចំពោះនាងខ្ញុំពិតជាទទួលបានការការពារនៃក្រុមហ៊ុន Prudential ពិតប្រាកដមែន